Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកាសមួយ brand ដែលជា brand របស់ Tacshak គឺលេខកូដរបស់វានោះគឺ L80 Pro អញ្ចឹងកាសនេះដែរគឺគេ design មកបែប clean មែនតើគឺខ្មៅក្រឹបតែម្ដងដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺទាំងអស់គ្នាមើលមកគឺលក្ខណៈបែប classic ហ្មងណាបើសម្រាប់កាសនេះវិញគឺវាភ្ជាប់មកជាមួយនឹង microphone ស្រាប់តែម្ដងចំណែកទម្ងន់របស់កាសនេះវិញគឺវាមានទម្ងន់150ក្រាមវាស្រាលខ្លាំងមែនតើខ្ញុំកាន់ទៅគឺស្រាលផ្អឹបតែម្ដងអ្វីដែលកាន់តែពិសេសទៀតម៉ៃវាជាប់ជាមួយប៉ុងទៀតដើម្បីឲ្យយើងទប់សំឡេងរបស់យើងបានទៀតប៉ុងរបស់វាគឺទន់ហឹបណែនតែបើនិយាយពីថ្មវាវិញកាន់បានរហូតដល់50ម៉ោងឯណោះគឺវាយូរខ្លាំងមែនតើ2ទៅ3ថ្ងៃអីចឹងទៅគឺយូរមែនតើអាហ្នឹងគ្រាន់តែយើងសាកមកពេញហើយsurround sound របស់កាសនេះ7.1 surround sound ហើយលក្ខណៈពិសេសដែលខ្ញុំសង្កេតមើលពីកាសនេះគឺវាប្រើប្រាស់បានរហូតដល់3 connection Bluetooth wireless រំដោតកាស 3.5 មីលីម៉ែត្រតែម្ដងអាចឲ្យអ្នកទាំងអស់គ្នាប្រើមួយណាក៏បានតាមចំណង់ចំណូលចិត្តហើយកាសនេះដែរគឺខាងពួកយើងមាន2ពណ៌នៅក្នុង stock គឺពណ៌ខ្មៅហើយនិងពណ៌សអញ្ចឹងទាំងអស់គ្នាអាចជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាបានទៀតផងហើយតម្លៃរបស់កាសនេះវិញត្រឹមតែ$29តែប៉ុណ្ណោះធូរថ្លៃខ្លាំងមែនតើក្រៅពីកាសយើងនឹងទទួលបាននៅ accessory មួយចំនួនដូចជា sticker ចំនួន2បន្ទះសៀវភៅណែនាំចំនួន1ខ្សែដោតដូចមូល 3.5 មីលីម៉ែត្រចំនួន1ដុំ receiver ចំនួន1ជាចុងក្រោយគេនោះយើងនឹងទទួលបានខ្សែសាកថ្មចំនួន1ផងដែរហើយខ្សែសាកនេះយើងប្រើប្រាស់ជាមួយនឹងខ្សែ Type C អញ្ចឹងគឺខ្ញុំ recommend មែនតើកាសនេះគឺ support មួយអ្នកលេង game ខ្លាំងអញ្ចឹងសម្រាប់បងឬអូនៗដែលគាត់ចូលចិត្តលេង game យូរម៉ោងប្រើប្រាស់យូរម៉ោងអីចឹងគឺខ្ញុំ recommend 100លើ100ហ្មងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ